ម្ទេសឆាងាយស្រួលមែនតើសម្រាប់អ្នកដែលអត់ចេះធ្វើក៏អាចធ្វើបានដែរងាយស្រួលគាត់តែយើងបេះម្ទេសឲ្យស្អាតមកលាងទឹកឲ្យស្អាតបន្ទាប់មកយើងយកទៅដាក់ម៉ាស៊ីនក្លុកយើងដាក់ទៅម៉ាស៊ីនទឹកក្លុកក៏បានឬក៏យើងដាក់ម៉ាស៊ីនកិនសាច់នេះក៏បានដែរគឺម៉ត់ល្អមែនតើនេះខ្ញុំក្លុកបានខ្លះហើយមិនហ្នឹងណានៅពេលដែលក្លុករួចរាល់ហើយយើងក៏ត្រូវតែច្រាំខ្ទឹមឲ្យម៉ត់ដូចនេះដែរខ្ទឹមយើងយកទៅក្លុកក៏បានដែរណាបន្ទាប់មកយើងធ្វើការដាក់ប្រេងឆាចូលឲ្យក្តៅតិចមកយើងកូរជាមួយនឹងខ្ទឹមឲ្យវាឡើងឈ្ងុយនិយាយទៅឡើងឈ្ងុយពណ៌លក្ខណៈរៀងក្រហមហ្នឹងមិនមែនសស្លេកចេះទេហ្នឹងហើយនេះរៀងក្រហមចាក្រហមចឹងហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសដែលយើងបានកិនរួចហ្នឹងដាក់ចូលទៅក្នុងខ្ទះហ្នឹងជាមួយគ្នាយើងធ្វើការកូរបដាអីបដាឲ្យតែម្ទេសយើងហ្នឹងយើងធ្វើម៉េចកូររហូតតតែដាច់ទឹកឲ្យឃើញក្រហមចេញប្រេងអីហ្នឹងហើយចាំយើងអាចដាក់គ្រឿងតាមក្រោយបាញ់ព្រួយបងព្រួយនៅពេលដែលក្រហមបែបនេះហើយគឺនាងខ្ញុំចាប់ដើមដាក់ម្សៅស៊ុបដើម្បីឲ្យមានរសជាតិបើសិនជាយើងដាក់ពីដំបូងមកវាឆាប់ខ្លោចយើងអត់អាចឆ្អិនល្អទេអញ្ចឹងចាំពេលដែលយើងរៀបនឹងលើកឬក៏ម្ទេសរបស់យើងរៀងឆ្អិនហើយយើងដាក់ម្សៅស៊ុបដាក់ស្ករសប៊ីចេងតិចតួចទៅដើម្បីបង្កើនរសជាតិតាមចំណង់ចំណូលចិត្តរបស់យើងម្ទេសឆានេះយើងអាចញ៉ាំជាមួយនឹងបាយស្រូបឬក៏យើងអាចបង្កើនជាមួយនឹងរសជាតិអាហាររបស់យើងបានមកកម្រិតថែមទៀតបងប្អូនដែលមិនចេះធ្វើសោះក៏អាចសាកធ្វើបានដែរនេះរួចរាល់ហើយប៉ុន្តែនាងខ្ញុំទុកឲ្យត្រជាក់សិនរងចាំដាក់ចូលនៅក្នុងកឡទៀតអរគុណជួបគ្នាវីដេអូក្រោយ